ឯយុដមហ៊ីងប៊ុនហៀងណែនាំឲ្យមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់កុំចាញ់ល្បិចកលក្រុមទ្រនិយមមួយក្តាប់តូចដែលមានបំណងចង់ផ្ដួលរាជរដ្ឋាភិបាលស្របច្បាប់ឯយុដមកេតសង្ហបណ្ឌិតហ៊ីងប៊ុនហៀងសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណៈបកប្រជាជនកម្ពុជាប្រធានគណៈកម្មាធិការគណៈបកគឧតកាល័យសម្ដេចបវរធិបតីហ៊ុនម៉ាណែតនិងនាយករងគឧតកាល័យសម្ដេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជាបានណែនាំឲ្យមន្ត្រីគណៈបកនិងប្រជាជនស្រុកកំពង់ស្វាយប្រុងប្រយ័ត្នខ្ពស់កុំឲ្យចាញ់ល្បិចកលក្រុមជ្រុលនិយមមួយក្តាប់តូចដែលមានបំណងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយនឹងមន្ត្រីគណៈបកប្រជាជនកម្ពុជាស្រុកកំពង់ស្វាយខេត្តកំពង់ធំនាព្រឹកថ្ងៃទី15ខែមីនាឆ្នាំ2025ឯកឧត្តមកេតសង្ហបណ្ឌិតហ៊ីងប៊ុនហៀងបានលើកឡើងថាគណៈបកប្រជាជនកម្ពុជាជាគណៈបកចាស់ទុំខាងនយោបាយតែមួយគត់ដែលបានដឹកនាំប្រទេសតាំងពីបាតដៃទទេចេញពីរបបប្រល័យពូជសាសន៍ពលពតជាង40ឆ្នាំកន្លងមកនេះហើយគណៈបកប្រជាជនកម្ពុជាបានខិតខំកសាងនិងអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនគ្រប់វិស័យនិងការពារសុខសន្តិភាពរហូតដល់បច្ចុប្បន្ននេះឯកឧត្តមកេតសង្ហបណ្ឌិតបានពន្យល់ដល់មន្ត្រីគណៈបកនិងប្រជាជនស្រុកកំពង់ស្វាយខេត្តកំពង់ធំឲ្យមានការពិចារណានិងបែងចែកឲ្យបានច្បាស់លាស់នូវព័ត៌មានបំភ្លឺការពិតព័ត៌មានដែលមានលក្ខណៈញុះញង់ហើយត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់កុំចាញ់ល្បិចកលក្រុមជ្រុលនិយមមួយក្តាប់តូចដែលមានបំណងតែម្យ៉ាងគឺចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តែប៉ុណ្ណោះ